កម្ពុជាថៃព្រមព្រៀងផ្អាកការបាញ់បោះរយៈពេល72ម៉ោងដើម្បីបើកផ្លូវរកសន្តិភាពតាមព្រំដែនស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានឈានដល់ចំណុចរបត់ថ្មីមួយបន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ទៅលើកបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល72ម៉ោងដើម្បីសាកល្បងទំនុកចិត្តនិងឆន្ទៈនៅក្នុងការបញ្ចប់ជម្លោះដោយសន្តិវិធីតាមការបញ្ជាក់របស់លោកអនុទានឆាន់វីរគុលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចចិត្តធ្វើឡើងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ GBC បន្ទាប់ពីការប្រជុំមុខដាក់គ្នាដោយអាវុធបានអូសបន្លាយអស់រយៈពេល19ថ្ងៃលក្ខខណ្ឌនិងដំណាក់កាលនៃបទឈប់បាញ់នេះគឺមានប្រសិទ្ធភាពភ្លាមនៅក្នុងរយៈពេល72ម៉ោងលោកអនុទានបានសង្កត់ធ្ងន់ថាប្រសិនបើមាននៅការបាញ់បោះសូម្បីតែមួយគ្រាប់ចេញពីភាគីណាមួយកិច្ចព្រមព្រៀងនេះគឺនឹងត្រូវបានចាត់ទុកថាគឺជាមុខជាដាច់ខាតហើយក្នុងរយៈពេល72ម៉ោងនេះចាំបាច់ត្រូវតែឆ្លងកាត់ទៅតាមភាពស្ងៀមស្ងាត់ទាំងស្រុងទើបភាគីទាំងពីរអាចឈានទៅរកការអនុវត្តតាមសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរដើម្បីស្វែងរកដំណោះស្រាយសន្តិភាពរយៈពេលវែងដោយឡែកសម្រាប់ភាគីកម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងការប្រកាន់ខ្ជាប់នៅគោលការណ៍សន្តិសហវិជ្ជមាននិងការដោះស្រាយជម្លោះតាមរយៈការចរចាដោយសន្តិវិធីកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការអនុវត្តទៅតាមបទឈប់បាញ់នេះដើម្បីបញ្ជានៅការបាត់បង់ជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនទោះបីជាយ៉ាងណាក៏ដោយកងទ័ពកម្ពុជានៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈការពារបរិណភាពទឹកដីប្រសិនបើមាននៅការរំលោភបំពានណាមួយកើតឡើងនៅក្នុងកំឡុងពេលនៃការសាកល្បងនេះការយល់ព្រមលើបទឈប់បាញ់72ម៉ោងនេះគឺជាការបង្ហាញអំពីភាពចាស់ទុំខាងនយោបាយនិងការផ្ដល់អាទិភាពទៅដល់ស្ថិរភាពក្នុងតំបន់ស្របទៅតាមស្មារតីអាស៊ាន